បន្ទាន់ខ្មែរនាំគ្នាសាទរធ្វើការប្តឹងនិងបញ្ចុះបញ្ចូលទៅ UN រហូតបានលទ្ធផលអង្គការសហជីវជាតិ UN ជំរុញឲ្យមានបទចុះបាញ់ដើម្បីការពារប្រជាពលរដ្ឋអាយដាមកែវរ៉េមីប្រធានគណៈកម្មការធិការសិទ្ធិមនុស្សកម្ពុជាបានបង្ហោះសារដោយអារម្មណ៍រីករាយថានៅទីបំផុតការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហជីវជាតិបានទទួលយកបញ្ហានេះនិងចេញសេចក្តីថ្លែងការណ៍ជាផ្លូវការខណៈដែលសារព័ត៌មានកម្ពុជារាយការណ៍ថា UN កំពុងជំរុញឲ្យមានបទចុះបាញ់និងការពារប្រជាពលរដ្ឋជាបន្ទាន់ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហជីវជាតិបានអំពាវនាវឲ្យប្រទេសកម្ពុជានិងថៃបញ្ឈប់អំពើភាពជាសត្រូវនឹងគ្នានិងត្រឡប់ទៅកាន់តុចរចាជាបន្ទាន់ដោយសារតែប្រជាពលរដ្ឋជិតកន្លះនានាត្រូវបានឲ្យបង្ខំភៀសខ្លួនដោយសារចំនួនតាមព្រំដែនដែលកើតឡើងលោក Jeremy Lawrence អ្នកនាំពាក្យសិទ្ធិមនុស្សរបស់ UN បានថ្លែងថាមានការរាយការណ៍មកថានៅតំបន់ជុំវិញភូមិជាច្រើននិងទីតាំងវប្បធម៌កំពុងត្រូវបានវាយប្រហារដោយយន្តហោះចម្បាំងដ្រូននិងកំភ្លើងធំស្និទ្ធក្រោមការប្រយុទ្ធយ៉ាងស្វិតស្វាញរវាងភាគីទាំងពីរក្រោមច្បាប់សង្គ្រាមបង្ហាញយ៉ាងច្បាស់ថាការការពារប្រជាពលរដ្ឋនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលគឺត្រូវយកចិត្តទុកដាក់យ៉ាងសំខាន់បំផុតភាគីទាំងពីរត្រូវតែបញ្ឈប់ការបាញ់ប្រហារជាបន្ទាន់ហើយត្រូវត្រឡប់ទៅកិច្ចព្រមព្រៀងនិងការចរចាមិនដឹងថារាជរដ្ឋាភិបាលថៃបានត្រៀមវិធីដោះស្រាយចំពោះបញ្ហានេះរួចហើយឬនៅ